ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកឆាខ្យងហូតម្ដងហើយខ្យងហូរថ្ងៃនេះនេះខ្ញុំយកមកឆាជាមួយម្រះព្រៅបងប្អូនឡើងឈ្ងុយហើយសាច់ខ្យងហ្នឹងឡើងផ្អែមឆ្ងាញ់ណាហើយខ្យងហូរនេះខ្ញុំយកតាំងពីកំពង់សោមមកបងប្អូនតោះចង់ដឹងពីរបៀបធ្វើកុំភ្លេចតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ខ្យងនេះដំបូងនេះខ្ញុំទៅលេងកំពង់សោមមកទៅលេងកំពង់សោមហើយប្អូនរបស់នាងខ្ញុំគាត់ទិញឲ្យនាងខ្ញុំប្រហែលជា3-4គីឡូដែរនាងខ្ញុំក៏មកដល់ផ្ទះហ្នឹងអត់ទាន់បានឆាញ៉ាំភ្លាមទេតតែស្អែកឡើងបាទនេះខ្ញុំយកវាមកឆាញ៉ាំណាហើយមានម្រះព្រៅតិចដែរម្រះព្រៅនឹងរៀងស្លោកតិចហ្នឹងបងប្អូនហើយនឹងខ្ទឹមសចិញ្ច្រាំឥឡូវនេះផ្ទះរបស់នេះខ្ញុំក្តៅហើយនេះខ្ញុំចាក់ប្រេងសណ្តែកចូលបន្តិចឬក៏ខ្លាញ់ជ្រូកចឹងណានេះខ្ញុំប្រើខ្លាញ់ជ្រូកហើយហ្នឹងណាចាក់ខ្លាញ់ជ្រូកចូលហើយនេះខ្ញុំដាក់ខ្ទឹមសចិញ្ច្រាំហ្នឹងបំពងឲ្យឡើងក្រហមឡើងឈ្ងុយបន្តិចទៅហើយបន្ទាប់មកទៀតនេះខ្ញុំក៏ចាប់ផ្ដើមសំគ្រឿងក្រៅសិនបាទនេះខ្ញុំចាប់ផ្ដើមដាក់ជាមួយខ្យងចូលតែម្ដងនេះខ្ញុំដាក់ជាមួយម្ទេសឆារបស់នេះខ្ញុំមានស្រាប់ថ្ងៃហ្នឹងនេះខ្ញុំអត់បុកម្ទេសជាមួយខ្ទឹមទេបងប្អូននេះខ្ញុំធ្វើងាយស្រួលទេបងប្អូនគ្រាន់តែចិញ្ច្រាំខ្ទឹមហើយដាក់លីងហើយដាក់ម្ទេសឆានឹងចូលចាប់ផ្ដើមសំគ្រឿងដាក់វិជែងបន្តិចទៅហើយនឹងម្សៅស៊ុបរ៉ូឌីបន្តិចទៅហើយក៏ដាក់ជាមួយស្ករត្នោតបងប្អូនថ្ងៃនេះខ្ញុំដាក់ជាមួយស្ករត្នោតឆាជាមួយស្ករត្នោតបងប្អូនឆ្ងាញ់ណាស់ហើយក្លិនវិញឡើងឈ្ងុយហ្មងនិយាយទៅណានេះខ្ញុំដាក់ស្ករត្នោតហើយនេះខ្ញុំក៏ដាក់ជាមួយទឹកប្រេងខ្យងចូលបន្តិចបងប្អូនដាក់ទឹកប្រេងខ្យងឲ្យរៀងច្រើនបន្តិចទៅឆ្ងាញ់ហើយបន្ទាប់ពីដាក់ទឹកប្រេងខ្យងរួចហើយនេះខ្ញុំដាក់ជាមួយទឹកត្រីបន្តិចហើយនឹងដាក់ជាមួយទឹកស្អ៊ីវបន្តិចដែរបងប្អូនដាក់ទឹកស្អ៊ីវហ្នឹងដើម្បីឲ្យវាមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ណានេះខ្ញុំសំគ្រឿងទាំងអស់ហ្នឹងចូលហើយនេះខ្ញុំក៏ឆាឲ្យវាឡើងឈ្ងុយបន្តិចណាឲ្យវាឡើងឈ្ងុយមែនតែនហើយបន្ទាប់មកទៀតនេះខ្ញុំក៏ដួសគ្រឿងនឹងមើលតែវាថាឈ្ងុយហើយនេះខ្ញុំក៏ចាប់ផ្ដើមយកខ្យងហូរហ្នឹងយកមកដាក់ឆាជាមួយគ្នាណាហើយចង់ហូរនេះនេះខ្ញុំផ្លាស់សេឡើងពីយប់ឲ្យបងប្អូនអញ្ចឹងហើយវាអត់សូវស្រស់ពេលដែលនេះខ្ញុំផ្លាស់សេហ្នឹងទៅវាចំហមាត់អស់ឲ្យបងប្អូនអញ្ចឹងហើយពេលដែលយើងយកមកឆាវាអត់សូវឆ្ងាញ់ទេបើបានស្រស់ទៅយកពីទូកមកណាបងប្អូនយកមកឆាអានោះសាច់ឡើងផ្អែមហើយសាច់វាឡើងពេញសបកតែម្ដងដល់ពេលនេះខ្ញុំទិញវាផ្លាសេប្រហែលជា2ថ្ងៃហើយយកមកឆាហ្នឹងវារៀងស្វិតសាច់អីចឹងហើយដល់ពេលយើងឆាទៀតវាឆ្អិនទៅវាទៅជាស្វិតសាច់បើបានថ្មីស្រស់បងប្អូនហើយឆ្ងាញ់ណាស់សាច់វិញឡើងផ្អែមនេះផ្អែមដែរបងប្អូនតែផ្អែមចាញ់ស្រស់ទៅលើកពីទឹកមកយកចេញពីទូកមកអញ្ចឹងអាហ្នឹងឆ្ងាញ់ណាស់ហើយវីដេអូរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់បើពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូរបស់នាងខ្ញុំកុំភ្លេច follow page ឬក៏ជួយ like ជួយ share នាងខ្ញុំក៏សូមអរគុណជូនពរឲ្យពុកម៉ែបងប្អូនមានសុខភាពល្អនាងខ្ញុំក៏សូមអរគុណសូមជម្រាបលាបាយ